ការរៀបចំ phone box មានទូរស័ព្ទ10គ្រឿងសម្រាប់ TikTok Lite នៅជប៉ុនអាចប្រើ SIM បានទេបើអ្នកសួរខ្ញុំកាលពី1-2 ខែមុនចម្លើយគឺមិនបានទេប៉ុន្តែពេលនេះចម្លើយគឺបានខ្ញុំបានរៀបចំវិធីសាស្ត្រថ្មីមួយដែលអនុញ្ញាតឲ្យអ្នកប្រើ SIM ពីជប៉ុនឬពីប្រទេសណាក៏បានពេលអ្នកទិញ phone box អ្នកអាចដាក់ SIM ចូលក្នុងទូរស័ព្ទហើយប្រើប្រាស់ដូចជាទូរស័ព្ទធម្មតាដោយទូរស័ព្ទនីមួយៗមាន IP ខុសគ្នាជាពិសេសនៅពេលប្រើ SIM ទិន្នន័យ 4G model ដែលពេញនិយមបំផុតសម្រាប់ដំណើរការ TikTok Lite ជប៉ុនឬគម្រោង TikTok នៅក្រៅប្រទេសមាន2 model គឺ Note 8 និង S9 Mi Changer Note 8 ប្រើ Custom ROM ស្រដៀងនឹង S21 Ultra ដំណើរការ Android 14ដែលធ្វើឲ្យការកំណត់រហ័សនិងងាយស្រួលជាងមុន S9 Mi Changer អាចកែប្រែបានខ្ពស់ណាស់អ្នកអាច reset ឧបករណ៍ទាំងស្រុងនិងបដូរព័ត៌មានដូចជា Mark model, RAM, អង្គចិញ្ចាំ Wi-Fi និងព័ត៌មានក្រុមហ៊ុនបណ្ដាញវាសមស្របខ្លាំងសម្រាប់គម្រោងដែលត្រូវការបង្កើតគណនេយ្យញឹកញាប់និងបដូរឧបករណ៍ជារឿយៗទាំងពីរ model នេះក៏ជា model ដែលខ្ញុំលក់បានច្រើនបំផុតផងដែរប្រសិនបើអ្នកស្ថិតនៅជប៉ុនកូរ៉េថៃកម្ពុជាឬទីកន្លែងផ្សេងៗហើយត្រូវការប្រព័ន្ធ phone box សម្រាប់ phone farming សូមទាក់ទងមកខ្ញុំដោយផ្ទាល់ខ្ញុំផ្ដល់ការប្រឹក្សាការគាំទ្រការបញ្ជាទិញនិងការដឹកជញ្ជូនទៅកាន់ទីតាំងរបស់អ្នក